Today I want to talk about how to use articles in French. Bonjour, c'est Jean de Marseille Chef. ថ្ងៃនេះខ្ញុំចង់មកប្រៀនបងប្អូនជាមួយនឹងការប្រើថ្នាក់របស់បារាំង There are two types of articles គឺមានប្រភេទថ្នាក់ពីរ Indefinite article គឺជាថ្នាក់ដែលមិនច្បាស់ហើយ definite article គឺជាថ្នាក់ដែលច្បាស់ថ្នាក់ដែលច្បាស់គឺ le la les ហើយនឹងថ្នាក់ដែលមិនច្បាស់គឺ un une des ចឹងតើរបៀបប្រើប្រាស់គឺយ៉ាងម៉េចបងប្អូនឃើញឆ្មាមួយផឹកឡើងបងប្អូនដឹងថាឆ្មាហ្នឹងមកពីណាទេភាសាបារាំងគេនិយាយថា J'ai vu un chat ce matin J'ai vu un chat ce matin ខ្ញុំឃើញឆ្មាមួយផឹកមិញយើងនិយាយថា un chat ដោយសារយើងអត់ដឹងថាឆ្មាហ្នឹងគឺជាឆ្មាមកពីណាឬក៏យើងបានបញ្ជាក់ថាឆ្មាហ្នឹងវាពោអីវាប៉ុណ្ណាអញ្ចឹងណាប៉ុន្តែពេលដែលយើងលើកឆ្មាហ្នឹងមកឡើងម្ដងទៀតឧទាហរណ៍ថាយើងកំពុងតែនិយាយមិត្តភក្តិយើងអញ្ចឹងថា J'ai vu un chat ce matin ខ្ញុំឃើញឆ្មាមួយផឹកមិញហើយអាឆ្មាហ្នឹងវាពណ៌ប្រផេះស្រាប់យើងដឹងថាអូឆ្មាហ្នឹងគឺឆ្មាដែលយើងនិយាយមិញហ្នឹងហើយឆ្មាហ្នឹងគឺវាពណ៌ប្រផេះទៀតនាមហ្នឹងគឺវាទៅជានាមមួយដែលច្បាស់អញ្ចឹងយើងប្រើជា definite article definite article គឺយើងប្រើ le la les អញ្ចឹងយើងថា le chat que j'ai vu ce matin est marron le chat que j'ai vu ce matin est marron យើងនិយាយថាឆ្មាដែលយើងឃើញពីផឹកមិញហ្នឹងគឺពណ៌ត្នោតឧទាហរណ៍មួយទៀតដូចថាវាមិនមែនថាអូឲ្យតែប្រើលើឡាលេហ្នឹងដល់តែវាជាប់គ្នាយើងធ្លាប់និយាយសាច់រឿងពីមុនមកឯងអត់និយាយចឹងក៏បានដែរឧទាហរណ៍ថានៅសុកយើងចង់និយាយពីឆ្មារបស់បងយើងអញ្ចឹងឆ្មារបស់បងយើងគឺជានាមមួយដែលច្បាស់នេះគឺជា definite article ព្រោះយើងនិយាយថាឆ្មាហ្នឹងនិយាយរបស់ណាគេឆ្មាហ្នឹងឆ្មារបស់បងយើងអញ្ចឹងនិយាយពាក្យថា le chat de mon frère est marron le chat de mon frère est marron ចឹងឆ្មាហ្នឹងគឺយកមានបាននិយាយពីមុនមកទេប៉ុន្តែហេតុអីបានយើងប្រើលើឡាលេដែរដោយសារវាច្បាស់វាដឹងថាឆ្មាហ្នឹងបោះណាគេឆ្មាហ្នឹងវាពោអីហ្នឹងខ្ញុំឧទាហរណ៍មួយទៀតមួយដែលច្បាស់មួយដែរគឺយើងប្រើច្បាស់រហូតតែម្ដងគឺ le soleil ឬក៏ la lune ហេតុអីបានយើងប្រើច្បាស់សម្រាប់ព្រះអាទិត្យនិងព្រះច័ន្ទព្រះអាទិត្យនិងព្រះច័ន្ទបើយើងនិយាយថាព្រះអាទិត្យគឺមួយហ្នឹងហើយព្រះច័ន្ទគឺមួយហ្នឹងយើងអាចនិយាយបានព្រះច័ន្ទមួយណាសាមានតែមួយអញ្ចឹងពេលដែលយើងនិយាយគឺយើងមិនអាចនិយាយបានថា au un soleil ou une lune non យើងអត់អាចនិយាយចឹងបានទេគឺយើងត្រូវតែនិយាយថា le soleil la lune ព្រោះវាមានតែមួយមានចង្អុលអីសួរបានណាបាយបាយ